ថ្ងៃនេះនាងខ្ញុំមកបូតបន្លេះការស្នោដើម្បីយកមកធ្វើជ្រក់ថ្ងៃនេះគឺនាងខ្ញុំធ្វើជ្រក់ច្រើនមែនទែនពុកម៉ែបងប្អូនដោយសារតែវាមានរសជាតិឆ្ងាញ់ហើយនាងខ្ញុំក៏ជាប់ចិត្តមកធ្វើម្ដងទៀតហើយការស្នោនេះពុកម៉ែបងប្អូនដើម្បីធ្វើជ្រក់បានល្អយើងត្រូវបូតយកតងវាចេញគឺយើងយកតែផ្កាវាទេហើយក៏យើងយកទៅលាងសម្អាតទឹកឲ្យបាន2 3ទឹកបានល្អស្អាតបានល្អទើបយើងយកទៅធ្វើជ្រក់ចំពោះត្រសក់វិញគឺនាងខ្ញុំកាត់វាជា2ហើយមួយនាងខ្ញុំពុះវាជា4ទៀតដើម្បីឲ្យវាឆាប់ចូលជាតិល្អតែបើត្រសក់នឹងតូចយើងអាចដាក់ទាំងមូលបានតែត្រសក់ថ្ងៃនេះគឺរាងធំបន្តិចប៉ុន្តែយើងអាចពុះជា2ទៅបើត្រសក់រាងធំចេះយើងអាចមួយកាត់ជា2ហើយយើងពុះវាជា4បើយើងធ្វើត្រសក់ទាំងមូលវាត្រសក់អាចនឹងក្រជូរជាងផ្កាស្នោឥឡូវចាប់ផ្ដើមធ្វើជ្រក់ផ្កាស្នោជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំមានត្រសក់ដែលចិតរួចជាមួយនឹងសណ្តែកបណ្ដុះហើយក៏មានលេបម្ទេសផងដែរហើយចំពោះទឹកនេះគឺជាប្រភេទទឹកអំបិលលាយស្ករសលាយជាមួយនឹងប៊ីចេងបើពុកម៉ែបងប្អូនចូលចិត្តភាសាប៊ីចេងគឺពុកម៉ែបងប្អូនអាចដាក់ប៊ីចេងបន្តិចទៅហើយនឹងខ្ញុំធ្វើការចាក់ទឹកនឹងចូលទៅក្នុងចានដែកដែលមានត្រសក់និងសណ្តែកបណ្ដុះទឹកនឹងគឺជាប្រភេទទឹកក្តៅនេះទឹកនេះគឺនឹងខ្ញុំធ្វើការចាក់ទាំងក្តៅតែម្ដងដើម្បីឲ្យសណ្តែកនឹងវាស្រួយល្អហើយក៏វាស្លោកផងដែរដោយសារតែសណ្តែកនិងត្រសក់វាពិបាកទៅនាងខ្ញុំដាក់វាមុននាងខ្ញុំចូលចិត្តធ្វើនឹងជ្រក់នឹងចានដែកដោយសារតែធ្វើក្នុងចានដែកគឺវាមានភាពងាយស្រួលនៅក្នុងការធ្វើឲ្យវាសព្វចូលគ្នាបានល្អជាបន្ទាប់មកគឺនាងខ្ញុំដាក់ផ្កាស្នោផ្កាស្នោគឺដាក់ម្ដងបន្តិចមកដោយសារតែផ្កាស្នោរបស់នាងខ្ញុំច្រើនហើយចានដែករបស់នាងខ្ញុំវាដាក់មិនអស់ដូច្នេះហើយយើងធ្វើការចាក់ទឹកក្តៅចូលឲ្យវាទ្រាំបន្តិចទៅចាប់ដើមដាក់បន្តទៀតធ្វើក្នុងចានដែកងាយស្រួលដែលយើងដាក់នៅពេលដែលយើងលាយវាសពបញ្ចូលគ្នាល្មមថានេះហើយអន់តិចហើយទៅចាប់ដើមផ្ទេរចូលកន្លកែវធ្វើបែបនេះធ្វើឲ្យសពល្អហើយវាមិនបែកកែវរបស់យើងទៀតធម្មតាតែយើងមានកន្លកែវធំពុកម៉ែបងប្អូនប្រសិនបើយើងចាក់ទឹកក្តៅចូលទាំងដងវាអាចធ្វើឲ្យមិនសពទេតំបន់កន្លែងខ្លះចឹងទៅក៏វាបានត្រូវទឹកក្តៅស្លោកល្អចឹងទៅកន្លែងខ្លះក៏រៀងស្ទើរតែនៅពេលដែលយើងលាយក្នុងចានដែកចេះយើងយកមកដាក់ក្នុងកន្លកែវគឺស្មើបានល្អរួចហើយយើងក៏យកទៅដាក់ហាលក្តៅឬក៏ដាក់ទីកន្លែងសមរម្យល្មមវានឹងធ្វើឲ្យជ្រក់ផ្កាស្នោរបស់យើងនឹងឆ្ងាញ់តែយើងដាក់ចានមួយដើម្បីស្កត់មាត់វាទៅ ហើយក៏ធ្វើការបិទគ្របទុក
ប៉ុណ្ណឹងគឺរួចរាល់ជាស្រេចហើយឥឡូវជ្រក់កាស្នោរបស់នាងខ្ញុំគឺថាជូរល្មមឆ្ងាញ់តែម្ដងហើយថ្ងៃនេះនាងខ្ញុំមានប្រភេទត្រីតែត្រីថ្ងៃនេះគឺនាងខ្ញុំយកមកបំពងនាងខ្ញុំអត់បានអាំងទេពុកម៉ែបងប្អូនស្រួយឆ្ងាញ់ណាស់ពុកម៉ែបងប្អូន